Đây là cái trong ngànhนี้ខ្ញុំចង់ធ្វើវីដេអូមួយចង់ប្រាប់អ្នកនរគ្នាអំពីយើងឆែកមើលតើយើងមាន GPU integrate ជាមួយនៅ computer ឬអត់ហើយនឹង model អីគេចឹងដំបូងឡើងយើងអាចប្រើទៅ keyboard យើងចុច control shift escape ចុច control escape ចឹងមកតែយើងឃើញអានេះគឺជា task manager ហើយយើងចូលទៅក្នុង like performance នេះយើងមើលទៅយើងមាន CPU មាន RAM មាន hard disk មានអីចឹងទៅក៏តែកន្លែងនេះយើងមានពាក្យថា GPU ចឹងយើងមាន GPU គណិតមកគ្រាប់ពេលយើង click ទៅលើ GPU យើងឃើញមាននេះចឹងតែនៅក្នុងនេះមានថា computer របស់យើងគឺ integrate GPU ជាមួយឈ្មោះ Intel ហើយវា ARX អីចឹងណាចឹងនៅគឺជាវិធីទី1ដែលយើងអាចធ្វើការមើលថាតើម៉ាស៊ីន computer របស់យើងវា integrate ជាមួយនឹង GPU អត់ចឹងក្នុងនេះគឺមានគឺវា integrate មួយ GPU មួយគ្រាប់មានមួយទៀតគឺយើងអាចចូលទៅក្នុងគេហៅថា device manager ដែលយើងចុច window អក្សរ H ជាប់មកហើយបន្ទាប់មកយើងរកពាក្យថា device manager បន្ទាប់ពី device manager មកយើងទៅរកមកពាក្យ display ព្រោះតែកាលណាយើងនិយាយពី GPU និយាយពីអីហ្នឹងគឺវានៅក្នុងdisplay អញ្ចឹងគឺធ្វើម៉េចយើងរកមក display adapter របស់យើងមកខ្ញុំមើលពីលើមកនេះគឺ display វិញយើងពលាវាមកអញ្ចឹងយើងឃើញមាន display យើងគឺវាពីរទី1របស់ ThinkPad នេះមួយទៀតគឺយើងរបស់ Intel ចឹងមកថាយើងគឺប្រើ Intel នេះសម្រាប់ graphic ណា Intel graphic នេះមួយទៀតគឺយើងអាចប្រើ diagnostic មិនថាយើងទៅឆែកមើលតែមកដែលយើងប្រើ command អញ្ចឹងយើងប្រើ window or បន្ទាប់មកយើងវាយពាក្យថា dx dialog enter អញ្ចឹងមកអញ្ចឹងវាសួរយើងដែលយើងចង់ run ដែរទេអញ្ចឹងយើងធ្វើការ run អញ្ចឹងយើងរងចាំវាមួយ plate មកអញ្ចឹងយើងចេញមកហើយអញ្ចឹងយើងឃើញមានកន្លែង display នេះអញ្ចឹងមាន display tab ទី1និង display tab ទី2អញ្ចឹងកន្លែងពាក្យ display នេះគឺជា GPU ឬក៏ VGA របស់យើងហ្នឹងដែលវា run អញ្ចឹង GPU display យើងគឺនេះអញ្ចឹងបញ្ហានេះគឺជា graphic របស់យើងហើយតែប្រើពួក Intel graphic អញ្ចឹងទៅគឺនៅក្នុង computer របស់យើងទី2គឺយើងប្រើនៅខាងក្នុងនឹងរបស់យើងតែម្ដងបាទអញ្ចឹងវីដេអូគឺយើងមានបង្ហាញប៉ុណ្ណឹងដើម្បីយើងឆែកមើលថាតើ GPU របស់យើងនៅក្នុង computer របស់យើងមានប្រភេទអីមានប្រមាណយើងត្រូវការឆែកបាទបើសិនជាអ្នកនរចង់បានវីដេអូបែបនេះទៀតសូម comment ក្នុងខាងក្រោមសូមអរគុណជម្រាបលា